ប្រហែលជា3-4វីដេអូចុងក្រោយនេះប្រហែលជាប្លែកអារម្មណ៍តិចបងប្អូនដោយសារតែមួយរយៈនេះគឺខ្ញុំបាទគូប្លង់ទស្សជាទាំង10អញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងហើយគឺវីដេអូចេញទៅគឺនៅក្នុងរឿងទស្សជាទាំង10ហ្នឹងហើយហើយដោយសារភាគច្រើនខ្ញុំគូច្រើនទៅរឿងពុទ្ធប្រវត្តិរឿងតាំងពីរូបព្រះអង្គព្រះសម្មាសម្ពុទ្ធពិសោធន៍រហូតដល់ព្រះនិព្វានអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងហើយគឺអត់ដែលបានគូជាប្លង់ជាតិទាំង10ទេហើយរូបដែលខ្ញុំកំពុងតែគូនេះគឺនៅក្នុងជាតិទី2របស់ព្រះអង្គកន្លែងព្រះអង្គលិចស្ពៅនៅមហាសមុទ្រអញ្ចឹងណាបងប្អូនហើយនិយាយទៅគឺនៅមានប្លង់ទាំង10តែម្ដងនៅក្នុងសាលាដែលខ្ញុំកំពុងតែគូហ្នឹងពេលដែលហើយគឺខ្ញុំនឹងអាប់ដេតជូនបងប្អូនគ្រប់ប្លង់តែម្ដងហើយនេះគឺបាន50%ហើយបងប្អូនយើងនៅទេសភាពយើងនៅរូបនៅអីមកកណោទៀតអញ្ចឹងណានិយាយទៅគឺបាន50%ទេហើយការងារនេះគឺខ្ញុំធ្វើចូល7ថ្ងៃហើយអត់ទាន់ហើយទេបងប្អូនដោយសារតែការងារច្រើនយើងមានទឹកយើងត្រូវកាត់ទឹកយើងត្រូវមានត្រីមានអីចឹងមិនមែនតែមនុស្សទេហើយក៏អធិស្ឋាននៅរូបភាពនៅជាប់ទៀតមានខោអាវញ៉ៃៗចឹងណាបងប្អូនដោយសារតែយើងសម្រាប់នៅហ្នឹងហើយខោអាវពេលថតក៏មិនបានយកទុកចឹងណាបងប្អូនអធិស្ឋានផងហើយប្លង់ហ្នឹងគឺមានទំហំធំដែរហើយសម្រាប់រូបហ្នឹងគឺមុខប្រហែលជាមកទឹកឯងបងប្អូនមុខរូបកុំភ្លេចបងប្អូនជួយ Subscribe នៅ Channel YouTube ខ្ញុំម្នាក់មួយផងនិយាយទៅគឺគាំង Subscribe ឲ្យមួយថ្ងៃហ្នឹងដោយសារតែខ្ញុំផុសវីដេអូអត់ទៀងទាត់ដែរដោយសារតែរវល់ពេកបងប្អូនគឺរវល់ខ្លាំងមែនទែនហើយមួយរយៈហ្នឹងគឺអត់សូវទៅនេះក៏មិនបានផុសអញ្ចឹងហើយគឺអត់មាន view មើលទេបងប្អូនហ្នឹងហើយអញ្ចឹងហើយគឺមានតែម្រាមដៃដកសូមបងប្អូនជួយ Subscribe ឬក៏ជួយ Share នៅវីដេអូរបស់ខ្ញុំនឹងចែករំលែកនៅវិស័យគំនូរពុទ្ធសាសនារបស់យើងនិងសិល្បៈបុរាណរបស់យើងកន្លងមកដែលបាត់បង់ហើយក៏នៅមានសល់ខ្លះហើយខ្ញុំនឹងបន្តវេនសម្រាប់ដូនតាខំថែរក្សានៅកេរមរតកមួយនេះឲ្យបានគង់វង្សអរគុណបងប្អូនសម្រាប់ការចូលទស្សនារបស់ខ្ញុំកន្លងមកមិនថាពីវីដេអូមុននិងវីដេអូនេះហើយក៏អរគុណបងប្អូនសម្រាប់ការ Subscribe និងក៏ជួយ Share ចែករំលែកដល់បងប្អូនដែលគាត់ចូលចិត្តនៅវិស័យគំនូរឬក៏ចង់រៀនចង់ដឹងអីគឺបងប្អូនអាចទស្សនាវីដេអូខ្ញុំបានអរគុណជួបគ្នាវីដេអូក្រោយបងប្អូនបាយបាយ